កាសែត Nikkei Asia កម្ពុជាដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP កាសែតជប៉ុន Nikkei Asia បានឲ្យដឹងនៅថ្ងៃទី16ធ្នូឆ្នាំ2025ថាកម្ពុជាកំពុងដាក់ពាក្យសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP សំណើសុំនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពន្ធបដិការក្នុងអត្រា 19% ជាមួយអាមេរិកអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាកម្ពុជានឹងទទួលបានឱកាសថ្មីៗក្នុងការពង្រឹងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួននៅពេលក្លាយជាសមាជិក CPTPP កម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិកនេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី16ធ្នូឆ្នាំ2025ក្រៅពីកម្ពុជានិងបើតាមកាសែត Nikkei Asia ដដែលគឺមានប្រទេសជាច្រើនផ្សេងទៀតក៏បានចាប់អារម្មណ៍ចង់ចូលជាសមាជិក CPTPP ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្មដោយទទួលបានការលុបចោលពន្ធគយឬកំណត់ពន្ធគយទាបជាងដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធគយរបស់រដ្ឋបាលអាមេរិកសូមរំលឹកជូនថាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិកក្នុងអត្រាពន្ធ 19% ក្នុងពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីកាលពីខែតុលានៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងពន្ធបដិការកម្ពុជានិងអាមេរិកកម្ពុជាព្រមលុបចោលពន្ធនាំចូលទាំងអស់លើផលិតផលឧស្សាហកម្មអាហារនិងកសិកម្មរបស់អាមេរិកលោកបណ្ឌិតឌុចដារិនសាស្ត្រាចារ្យសេដ្ឋកិច្ចយល់ឃើញថាលក្ខខណ្ឌសេដ្ឋកិច្ចកម្ពុជាអាចសមស្របសម្រាប់ឲ្យកម្ពុជាក្លាយជាសមាជិករបស់ CPTPP និងថាកម្ពុជាក៏ជាសមាជិកនៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗផ្សេងទៀតដែរបើតាមលោកបណ្ឌិតឌុចដារិនកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះបាននឹងកំពុងអភិវឌ្ឍនិងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងសកម្មតាមរយៈការកែលម្អបរិយាកាសវិនិយោគការធ្វើទំនើបកម្មពន្ធដារនិងគយនិងការធ្វើសមាហិការណសេដ្ឋកិច្ចទាំងក្នុងតំបន់និងសកលលោកអ្វីដែលសាស្ត្រាចារ្យសេដ្ឋកិច្ចដដែលរូបនេះមើលឃើញបើកម្ពុជាបានក្លាយជាសមាជិក CPTPP នោះគឺជាការបើកទ្វារទីផ្សារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដែលវានឹងជួយពង្រឹងនិងបង្កើនការនាំចេញរបស់កម្ពុជាមួយនឹងទៀតនឹងបើតាមលោកបណ្ឌិតឌុចដារិនកម្ពុជាក៏អាចទាក់ទាញវិនិយោគទៅបរទេសបន្ថែមពិសេសក្នុងវិស័យឧស្សាហកម្មកសិឧស្សាហកម្មនិងសេវាកម្មទំនើបរួមទាំងពង្រឹងផលិតកម្មក្នុងស្រុកបន្ថែមទៀតគួរបញ្ជាក់ថាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកិច្ចព្រមព្រៀងនេះជាការធ្វើបន្តពីកិច្ចព្រមព្រៀង TPP ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ2017បច្ចុប្បន្ន CPTPP មានសមាជិកសរុបចំនួន12ប្រទេសរួមមានអូស្ត្រាលី ប្រ៊ុយណេ កាណាដា ជីលី ជប៉ុន ម៉ាឡេស៊ី មិចស៊ីកូ នូហ្សេឡង់ ពេរូ សិង្ហបុរី វៀតណាមនិងប្រទេសអង់គ្លេសក្រៅពីកម្ពុជាចិនក៏កំពុងដាក់ពាក្យសុំចូលជាសមាជិក CPTPP ដែរហើយដើម្បីអាចបន្ថែមសមាជិកថ្មីបានលុះត្រាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង12ប្រទេស។